សូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូរឿងនិទានថ្មីៗកាលពីព្រេងនាយមានបុរសប្តីប្រពន្ធមួយគូនាំគ្នាទៅសួរសុខទុក្ខបងប្អូននៅឯភូមិព្រៃសណ្ដែកដើរទៅក៏ប្រទះនឹងអាដំឡង7សណ្ដានកំពុងតែទឹមគោភ្ជួរស្រែបុរសប្តីប្រពន្ធនោះសួរថាអ្នកអើយអ្នកផ្លូវណាកាត់ត្រង់ទៅភូមិព្រៃសណ្ដែកទៅអ្នកត្បិតខ្ញុំខានមកយូរឆ្នាំហើយមិនដឹងថាជាផ្លូវណាផ្លូវណីកាត់ទៅឲ្យត្រង់កូនក្រោលបង្គោលស្ទឹងអាក្រហមមួយនេះម្ដាយក្មេកគាត់ចែកឯអាស្នែងកន្ធែកឪអញគាត់ឲ្យអញមិនដែលទៅលួចគោអាណាមកទឹមទេឯបរោះប្តីប្រពន្ធដែលសួរផ្លូវនោះឮហើយនិយាយគ្នាថាអ្នកនេះយើងសួរផ្លូវគាត់និយាយពីគូហើយស្ដីគំរុះគំរើយឲ្យយើងផងណាហើយយើងកុំខ្ចីសួរវាយូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខានហើយក៏បណ្ដើរគ្នាហួសទៅឯអាដំឡង7សណ្ដាននោះក៏ខំភ្ជួរស្រែមិនឈប់ដល់ពេលថ្ងៃជិតត្រង់មេដំឡងជាប្រពន្ធក៏ទូលបាយទៅឲ្យប្តីបរិភោគលុះទៅដល់ក៏ដាក់ល្អីបាយក្រោមម្លប់ឈើនៅភ្លឺស្រែប្តីឃើញប្រពន្ធយកបាយមកឲ្យក៏ឈប់ភ្ជួរស្រែបរិភោគបាយនិយាយទាំងខឹងប្រាប់ប្រពន្ធថាមានបុរសប្តីប្រពន្ធបណ្ដើរគ្នាមកពីណាចោទប្រកាន់អញថាអញទៅលួចគោវាឯគោមួយនឹមនេះប្រកាសថាជាម៉ែឪឯងចែកមកប្រពន្ធឃើញមាត់ប្តីនិយាយម្ហប់នឹកស្មានថាប្តីស្ដីបន្ទោសឲ្យខ្លួនស្រាប់តែខឹងហើយឆ្លើយតបទៅវិញថាអញគិតថាប្តីមកភ្ជួរស្រែតតែថ្ងៃត្រង់ខំប្រញាប់ប្រញាល់ទូលបាយមកឲ្យស៊ីឥឡូវបែរជាវាចោទឯងថាមានសាហាយអញសាហាយនឹងឈ្មោះអាណាគាត់រកមុខឲ្យឃើញឯប្តីមិនទាល់តែពំបាយអស់មួយកូនល្អីប្រពន្ធថាអ្វីក៏មិនឮផងលុះប្តីបរិភោគរួចប្រពន្ធកន្ត្រាក់យកល្អីប្តីក៏សួរថាឯងមានការអ្វីនៅឯផ្ទះបានជាប្រញាប់ម្លេះប្រពន្ធថាអញមកជាប្រាប់ម៉ែឪអញមិនខានហើយក៏កណ្ដៀតល្អីត្រឡប់មកផ្ទះវិញជួបនឹងម្ដាយនិយាយទាំងខឹងមុខក្រហមប្រាប់ម្ដាយថាកូនប្រសាមកឯងវាល្អហើយខ្ញុំទូលបាយឲ្យវិឆីដាក់ល្អីស្ទើរតែមិនទាន់ផងវាស្ដីឲ្យខ្ញុំថាមានសាហាយចំណែកម្ដាយនោះខឹងញ័រឡើងថាហងឯងដូច្នេះទេតើបានជាមុខក្រហមអញថាជាកូនជាចៅបានជាចាំផ្ទះឲ្យវាឥឡូវបែរជាវាមកចោទអញថាលួចយកថ្នាំទៅដូរនឹងដូងមេអណ្ដរធានឯងក្រោយកុំនិយាយដូច្នោះមិនត្រូវទេសូម្បីតែថ្នាំមួយឆ្នុកក៏អញមិនលួចយកផងបើទុកជាអញយកមែនម្ដាយនឹងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាស់គេទេចាំឪហងឯងមកអញប្រាប់ឲ្យជេរវាយប្រដៅហងឯងមិនខានលុះយូរបន្តិចប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យគូក្របីចូលស៊ីសំណាបសន្ទូងប្រពន្ធនិយាយប្រាប់ប្តីថាកូនស្រីយើងវាយកបាយទៅឲ្យប្តីខ្ញុំចាំផ្ទះឲ្យវាលុះមកវិញវាថាខ្ញុំជាម្ដាយលួចថ្នាំវាដូរដូងខ្ញុំខឹងណាស់ប្តីស្ដាប់មិនឮខឹងនឹងប្រពន្ធក៏ជេរថាមេចៅក្រហមហងឯងប្រច័ណ្ឌអញអ្វីម្លេះអញមានស្លៀកពាក់តែងតួដើរលេងចង់ស្រីឯណាអញទៅកាប់ឈើធ្វើរបងទេតើអញអត់តែម្ដងនេះក្រោយបើហងឯងនៅតែស្ដីប្រច័ណ្ឌអញទៀតមុខជាអញធាក់ឲ្យដួលទាំងជំហរមិនខានហាមប្រពន្ធហើយបរិភោគបាយរួចទៅចងសន្ទូចបានត្រីត្រឡប់មកផ្ទះវិញវេលាថ្ងៃល្ងាចប្រពន្ធក៏ធ្វើត្រីស្លអាំងឲ្យប្តីបរិភោគខ្លះរំលែកទុកព្រឹកខ្លះដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកកូននៅឯវត្តនិងកូនប្រុសតូចម្នាក់ឲ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះលុះព្រឹកឡើងម្ដាយនោះដាំបាយដួសដាក់ចានមានម្ហូបពីល្ងាចស្រាប់ទូលយកទៅដល់កុដិប្រគេនលោកកូនហើយនិយាយថាខ្ញុំព្រះករុណារលឹកលោកកូនណាស់មួយទៀតតើប្អូនតូចវារៀនអក្សរគ្រាន់បើទេលោកកូននោះក៏ប្រាប់ថាចម្រើនពរញោមអាត្មាសពថ្ងៃនេះកំពុងស្រឡាញ់សិលភ្នោះណាស់អាត្មាមិនសឹកទេម្ដាយក៏ហៅកូនទូចតែនៅបម្រើបងនោះថា
អានាងលាលោកបងទៅផ្ទះនឹងម្ដាយបានមួយថ្ងៃសិនត្បិតឪពុកឯងរលឹកណាស់កូនតូចឆ្លើយប្រាប់ម្ដាយថាត្រីងៀតលោកបងនៅពីកន្ទុយទុកនៅក្នុងកុដពេលល្ងាចខ្ញុំយកពីជំរាកដុតស៊ីបាយដែរសល់ពីលោកបងឆាន់ពីពេលព្រឹកនោះឯលោកសង្ឃដែលគង់នៅជិតកុដទាំងប៉ុន្មានបានឮម្ដាយនិងកូននិយាយតែដោយខ្លួនមិនទទួលសម្រងគ្នាដូច្នោះលោកទាំងអស់ទប់សំណើចមិនបានក៏សើចត្រហឹងអឹងអាប់ឧបាសិកានោះក៏សំពះលាលោកកូនត្រឡប់មកផ្ទះវិញហើយលុតជង្គង់ជូនបុណ្យប្តីថាខ្ញុំជូនបុណ្យផងណាអ្នកប្តីឆ្លើយថាអញឃើញបាយសម្លខអាំងព្យួរទុកនៅសង្រែកអញស៊ីអស់ទៅហើយប្រពន្ធក៏មើលមុខប្តីប្តីក៏មើលមុខប្រពន្ធពព្រិចភ្នែកម៉ក់ធ្វើឲ្យតែរៀងខ្លួនលុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តីនៅឯភូមិដតីឆ្ងាយមកដល់បានផ្លែពងរមួយផ្តិលនិងស្លឹកប្រស្វាមួយសំណុំផ្ញើមកឲ្យបងនិយាយសួរបងថាបងបានព្យួររស់ដកស្ទូងបានស្រែប៉ុន្មានហើយបងទាំងពីរនាក់ប្តីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថាហងល្មមទុកដាក់ឲ្យវាមានប្តីទៅចោះតែហងមើលកុំឲ្យតែវាចេះលេងបៀផឹកស្រាជក់អាភៀនទៅបានហើយប្អូនស្រីស្ដាប់បន្លឺទៀតក៏ប្រាប់ទៅបងទាំងពីរនាក់ថាខ្ញុំស្ដាយត្រឡាចខ្ញុំមួយទ្រើងណាស់កំពុងតែផ្កាក្តឹបតូចស្រាប់តែមេជ្រូកវាទៅឈ្មោលគុលដាច់ងាប់អស់បងទាំងពីរនាក់ថាហងល្មមទៅផ្ទះក៏ទៅចោះល្ងាចណាស់ហើយក្រែងកូនវាយំរកប្អូនស្រីនោះក៏ត្រឡប់ទៅផ្ទះវិញព្រោះអ្នកទាំង7នាក់គឺបុរសស្ត្រីប្តីប្រពន្ធម្ដាយឪពុកលោកភិក្ខុកុមារជាកូននិងប្អូនស្រីសិតតែថ្លង់និយាយមិនចុះសម្រុងគ្នាបានជារឿងនេះគេហៅថារឿងដំឡង7សន្តាន